របៀបដាក់ទំព័រនៅលើឯកសារ PDF ឧទាហរណ៍ខ្ញុំមានឯកសារនេះមួយគឺជាឯកសារដែលខ្ញុំបានបំលែងមកពីឯកសារ Word ប៉ុន្តែវាអត់មានទំព័រទេណាអត់មានទំព័រទេលេខរៀងនៃទំព័រអត់មានទេអញ្ចឹងខ្ញុំនឹងដាក់លេខរៀងទំព័រនៅក្នុងឯកសារហ្នឹងអញ្ចឹងដើម្បីដាក់លេខរៀងទំព័របងប្អូនទាំងអស់គ្នាត្រូវមានAdobe Acrobat Pro ណា Pro អញ្ចឹងឲ្យតែ Pro ហ្នឹងគឺយើងអាចដាក់បានហើយអញ្ចឹងរបៀបដំឡើងអ្នកទាំងអស់គ្នាអាចទៅ search មើលទៅក្នុង YouTube បានអញ្ចឹងខ្ញុំនឹងបង្រៀនអំពីរបៀបនៃការដាក់ទំព័រអញ្ចឹងដើម្បីដាក់យើងចូលកន្លែង Edit នេះមកនេះ Edit ហើយយើងយកពាក្យនេះមួយណាគឺយើងយកពាក្យ Insert ហើយយកពាក្យ More ណាកន្លែង More នេះមកហើយយើងយក Button number ហើយយើងយកពាក្យ Add តមកទៀតយើងឃើញឯកសាររបស់យើងធននិមិត្តកណ្ដាលជាអ្នកទី8អញ្ចឹងយើងចុចពីលើហ្នឹងមកហើយយើងយកពាក្យ OK អញ្ចឹងយើងរងចាំបន្តិចពេលអញ្ចឹងយើងចេញបានតម្រងបែបនេះអញ្ចឹងតម្រងនេះគឺជាតម្រងដែលយើងត្រូវដាក់ទំព័រអញ្ចឹងវាមានផ្នែកខាងលើហើយផ្នែកខាងក្រោមដែលផ្នែកខាងលើវាមានខាងឆ្វេងកណ្ដាលហើយនឹងខាងស្ដាំខាងក្រោមដូចគ្នាណាឆ្វេងកណ្ដាលហើយខាងស្ដាំអញ្ចឹងខ្ញុំយកកណ្ដាលប៉ុន្តែយកផ្នែកខាងក្រោមបន្តមកទៀតយើងយកពាក្យ insert button number អូខេអញ្ចឹងយើងអាចកំណត់បានណាអញ្ចឹងនេះគឺជាលេខទំព័ររបស់យើងតើយើងចង់កំណត់ពីលេខរៀងទីប្រមាណទៅអញ្ចឹងខ្ញុំដាក់លេខរៀងទី1ហើយខាងលើនេះគឺជាចំនួនលេខដែលយើងដាក់តើយើងចង់ដាក់ប្រមាណខ្ទង់អញ្ចឹងបើសិនជាយើងយក6ខ្ទង់ហ្នឹងគឺលេខដែលយើងទទួលបានគឺមាន00ចំនួន5ដងហើយលេខ1បើន័យថាវាគ្រប់6ខ្ទង់អញ្ចឹងខ្ញុំយកតែ3ខ្ទង់បានហើយអូខេបន្តមកទៀតយើងចុច OK មកអញ្ចឹងយើងបានលេខរៀងទំព័រនេះគឺ001អញ្ចឹងចាប់ពីទំព័រទី1ទៅបន្តមកទៀតខ្ញុំចុច OK តែម្ដងគឺវានឹងដាក់ទំព័រឲ្យយើងអញ្ចឹងយើងចុច OK មកអញ្ចឹងយើងទៅមើលបើយើងតើបានទំព័រឬនៅអូមកខាងក្រោមនេះយើងបានលេខរៀងទំព័រទី1ទំព័រទី2ទំព័រទី3អូខេអញ្ចឹងយើងបានទំព័រដែលយើងចង់បានអូខេអញ្ចឹងការបង្ហាញរបស់ខ្ញុំវាមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាទាំងអស់គ្នា